ផ្លែត្រេណាចាប់ផ្ដើមធំៗឲ្យបងប្អូនចឹងហើយថ្ងៃនេះខ្ញុំមកធ្វើការចងផ្លែត្រេនឹងឯងចងមែកវាដើម្បីកុំឲ្យវាបាក់មែកផ្លែត្រេណាកាលណាដែលវាធំខ្លាំងហើយបើនៅផ្លែចុងមែកទៀតបើយើងមិនឡើងចងទេច្បាស់ជាផ្លែត្រេនឹងគឺបាក់អាយ៉ាមែកមកអស់ជាមិនខានទេហើយបើមែកចុងដែលយើងឡើងតាមដើមអត់ដល់គឺយើងមានតែដាក់ចដាឡើងចងមែកចុងនឹងឯងហើយចដាតទៅយកអាវែងបែបនេះបងប្អូនមិនឡើងដល់ហើយនេះការចងមែកត្រេនគឺយើងត្រូវចងអាមែកវានឹងទៅចងជាប់ជាមួយនឹងមែកធំទៅធ្វើឲ្យអាមែកទូចហ្នឹងវាមានលំនឹងហើយវាអត់បាក់មែកចុះមកក្រោមចឹងការចងត្រេនហ្នឹងគឺយើងត្រូវឡើងទៅលើចងមួយមែកវាមិនមែនជាការស្រួលទេបងប្អូនខ្ពស់ដែរហ្នឹងណាប៉ុន្តែស៊ីនឹងខ្ញុំនៅជំនាញឡើងដើមឈើខ្ញុំមិនសូវខ្លាចខ្ពស់អីទេអារឿងដើមឈើនេះមួយទុកចិត្តលើខ្ញុំចាស់អារឿងឡើងហ្នឹងឯងប៉ុន្តែការឡើងដើមត្រេនហ្នឹងវារៀងពិបាកបន្តិចឡើងតែមិនស្រួលហ្នឹងមិនបានងើយមើលលើហ្នឹងបុកក្បាលនឹងផ្លែត្រេនហ្នឹងឯងហើយការឡើងចងគឺយើងត្រូវឡើងចងម្ដងអស់សិនហើយចម្លងចងទៀតហើយនិយាយពីម្ដងហ្នឹងមេឃភ្លៀងបានប្រហែលមេមកនិយាយពីសម្ោចបងប្អូនហើយនៅលើដើមត្រេនសម្ោចច្រើនអញ្ចឹងធ្វើឲ្យយើងនឹងពិបាកឡើងចងហើយយឺតទៀតអត់អាចចងលឿនបានទេអញ្ចឹងក្នុងម្ដងហ្នឹងចងតម្រាំតែរួចហ្នឹងគឺសម្ោចខំផងអីផងហើយបន្ទាប់ពីភ្លៀងមួយមេពីរមេហ្នឹងមកធ្វើឲ្យខ្នែងត្រេនហ្នឹងគឺដុះច្រើនមែនតែនបងប្អូនហើយអញ្ចឹងពេលដែលយើងឡើងទៅដល់ឃើញខ្នែងទុយហ្នឹងអញ្ចឹងយើងកាត់វាទម្លាក់ចោលអញ្ចឹងមកខ្នែងត្រេនហ្នឹងបើសិនជាយើងអត់កាត់ចេញទេធ្វើឲ្យផ្លែត្រេនយើងហ្នឹងគឺមិនងាយធំទេហើយក៏មិនងាយចាស់ដែរព្រោះដោយសារតែវាអាឡែងទៅអញ្ចឹងមកខ្នែងទុយហ្នឹងឯងហើយផ្លែត្រេនហ្នឹងបងប្អូនរយៈពេលតែមួយខែទៀតហ្នឹងគឺចាស់អស់ហើយអ្នកផ្លែធំប៉ុណ្ណឹងឯណាអ្នកណាគេត្រូវការចង់ចែកចែកអីដាក់លេខទូរស័ព្ទទីតាំងមកសំណុកខ្ញុំកក់ទុកមុនហើយមិនមែនមានតែផ្លែត្រេនណាបងប្អូនសូម្បីតែមកខុតក៏មានដែរត្រូវការកំងអីអាចប្រាប់បានណា